បើនិយាយពីខេត្តកំពតកន្លែងដែលដើរលេងគឺមានច្រើនណាស់ហើយខេត្តកំពតបាទពីមួយឆ្នាំទៅមួយឆ្នាំគឺបាទថ្មីប្លែករហូតបាទគឺមានការអភិវឌ្ឍបាទបន្ថែមរហូតណាជាក់ស្ដែងដោយសហគមន៍មួយនេះអញ្ចឹងគឺកំពុងតែមានការបាទអភិវឌ្ឍក៏ដូចជាក្រុងនឹងបាទធ្វើបាទបន្ថែមតាក់ទងទៅនឹងកញ្ចុះទីស្នាក់ការកន្លែងលេងអេផ្សេងៗជាច្រើនទៀតដែលមានក្នុងគម្រោងណាហើយសហគមន៍នេះដែរមានឈ្មោះថាសហគមន៍នេសាទព្រែកត្នោតបាទអ្នកដែលរស់នៅឃុំព្រែកត្នោតបាទខេត្តកំពតគឺស្គាល់ហើយសហគមន៍នេសាទព្រែកត្នោតក៏ដូចជាខេត្តកំពតម្ដងនេះគឺធ្វើឲ្យបាទភ្ញៀវទេសចរបាទទ្រាំលេងបានទៀតហើយតាក់ទងទៅនឹងបាទការសាងសង់នេះណាបាទបងប្អូនឃើញនៅក្នុងគម្រោងស្រាប់ហើយបាទគឺមានការអភិវឌ្ឍដូចជាការធ្វើបាទខ្នាតធំមែនទែនហើយបាទអ្នកដែលចូលចិត្តក៏ដូចជាការដំណើរកម្សាន្តបាទដើរលេងតាមតំបន់ទេសចរណាជាពិសេសនោះអ្នកដែលចូលចិត្តបាទតំបន់សមុទ្រហើយមានដំណើរកម្សាន្តមកកាន់ខេត្តកំពតគឺបងប្អូនអាចមើលទីតាំងបាទសហគមន៍បានបាទមិនថាសហគមន៍នេសាទព្រែកត្នោតក៏ដូចជាសហគមន៍តាពាំងសកែអូកាសានិងកំពង់សាមគ្គីទេបាទគឺបងប្អូនអាចមកលេងតាមតំបន់សហគមន៍បានបាទទៅតាមសហគមន៍គឺគេមានការអភិរក្សដូចជាបាទចិញ្ចឹមអីផ្សេងៗបាទតាក់ទងទៅនឹងបាទជីវៈចម្រុះក៏ដូចជាបាទសត្វសមុទ្រហ្នឹងណាហើយបើសិនជាបងប្អូនបាទមកលេងតាមសហគមន៍បងប្អូនអាចបាទរកគ្រឿងសមុទ្រស្រស់ៗបានឲ្យខ្លួនឯងទៀតបាទមិនថាចាក់បការកក្តាមរកមឹកអីទេបាទមកបោះតង់ក៏ដូចជានៅពេលដែលបងប្អូនមកសម្រាកលំហែកាយនៅតាមសហគមន៍មួយចំនួនបងប្អូនអាចរកគ្រឿងសមុទ្រញ៉ាំខ្លួនឯងបានខ្លួនឯងតែម្ដងហើយនៅតាមសហគមន៍បើនិយាយពីតម្លៃសេវាកម្មក៏ដូចជាតម្លៃទូកមុខម្ហូបអីផ្សេងៗគឺតម្លៃសមរម្យធូរថ្លៃមែនទែនបាទយើងអាចមកលក្ខណៈគ្រួសារតូចគ្រួសារធំអីក៏ចំណេញដែរបាទហើយអ្វីដែលពិសេសនោះគឺសហគមន៍នេសាទព្រែកត្នោតបាទមិនមែនមានតែប៉ុណ្្នឹងទេបាទគឺបងប្អូនដែលមកលេងសហគមន៍នេសាទព្រែកត្នោតហើយមានដំណងចង់មើលផ្សោតបាទមិនថាផ្សោតក្បាលត្រឡោកបាទផ្សោតផ្កាឈូកបាទជ្រូកទឹកនិងអាមិចទេបងប្អូនអាចមកមើលផ្សោតនៅទីតាំងសហគមន៍នេសាទព្រែកត្នោតបានបងប្អូនដែលមកសហគមន៍នេសាទព្រែកត្នោតបាទគឺមានឱកាសបានឃើញផ្សោតច្រើនមែនទែនបាទគឺភាគរយនៃការឃើញផ្សោតបាទគឺមាន 80% បាទសម្រាប់ការមើលផ្សោតណាបើសិនជាបងប្អូនចង់មកលេងបាទសហគមន៍នេសាទព្រែកត្នោតចង់មកមើលផ្សោតបងប្អូនត្រូវមើលពីអាកាសធាតុបាទថ្ងៃណាដែលរាំងភ្លៀងថ្ងៃណាដែលមេឃស្ងប់ល្អបាទអត់មានព្យុះអត់មានភ្លៀងបងប្អូនមកគឺត្រូវហើយសម្រាប់ការមកលេងក៏ដូចជាការមកមើលផ្សោតតម្រូវឲ្យបងប្អូនបាទមកពីព្រលឹមបាទបើសិនជាបងប្អូនចង់មើលផ្សោតបងប្អូនមកមិនទាន់ទេបងប្អូនអាចមកដល់បងប្អូនស្នាក់មកយប់បាទបងប្អូនសម្រាប់មកយប់បោះតង់នៅលើចុះហ្នឹងទៅព្រលឹមឡើងបាទមេឃស្រឡះបងប្អូនអាចចេញទៅមើលផ្សោតបាទជាមួយនឹងបងសហគមន៍បានហើយបាទនិយាយពីទេសភាពក៏ដូចជាបរិយាកាសនៅសហគមន៍នេសាទព្រែកត្នោតណាបាទរដូវកាលgreen season នេះបាទគឺស្អាតណាស់អ្នកនរគ្នាហើយខ្ញុំជឿជាក់ថាបងប្អូនដែលស្រឡាញ់បាទបរិយាកាសបែបឈៀលហើយបានមកលេងនៅសហគមន៍នេសាទព្រែកត្នោតនេះបាទដឹងតែពេញចិត្តហើយបាទនៅពេលដែលឃើញទេសភាពក៏ដូចជាបរិយាកាសណាបាទគឺស្អាតខ្លាំងណាស់អ្នកនរគ្នាហើយរដូវកាលនេះគឺជារដូវកាលមួយធ្វើឲ្យអារម្មណ៍របស់យើងគឺស្រស់ស្រាយនៅពេលដែលយើងបានឃើញនៅធម្មជាតិបាទខៀវខ្ចីណាវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ទីតាំងខ្ញុំនឹងដាក់ក្នុង comment បងប្អូនអាចចូលមើលនៅក្នុង comment បានបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត